ôi trong cái thai nhâm tơ sầm lột ngày món á cứ nhom ọt bàn nhâm từ đây là cào nám hộp này cái đó là ngang như này chứ crop nó mày bị hộp tới tay vô tay khai vô tay ta mà chị tử bọc tỏng thì mình sẽ khai mình tra mình chị thời dừng tới từng ở vào đó ta cái tâm nữa nữa buộc bàn còn ấy mình chọn từ một là mình cùng នាងខ្ញុំសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ Channel YouTube របស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយ Like Share និង Subscribe ឲ្យនាងខ្ញុំម្នាក់មួយផងឥឡូវនេះគឺខ្ញុំធ្វើដំណើរទៅផ្ទះលោកពូអុកសាមឿនដើម្បីទិញទុរេនញ៉ាំតែម្ដងថ្ងៃមុនខ្ញុំទៅសម្លូតដែរប៉ុន្តែទៅរកទុរេនទុំញ៉ាំភ្លាមៗគឺអត់មានទេឃើញថាបងប្អូនខ្មែរយើងគឺនាំគ្នាទៅស្រុកសំឡូតឡងស្ទះចរាចរណ៍តែម្ដងហើយនេះគឺជាផ្លូវបត់ចូលចំការលោកពូអុកសាមឿនបត់ស្ដាំតែបន្តិច ពុកម៉ែបងប្អូននឹងឃើញហើយបាយគាត់ដាក់នៅមុខផ្ទះតែម្ដងហើយព្រោះត្រង់ថាបើខូចខាតអីយើងអាចដូរក៏ពិតចង់យកទៅបកខ្លួនឯងដែរតែវាអត់មាន hay bay này mẹ tính nhỉ con chân bông con ăn ấy gì đó con chè ngọt con đi tôm tôm ấy nè đi qua đây tôm này tôm ấy tôm ấy tay vô tay lọ thăm bì chân tép bò bây giờ rồi con trong ao tới học rồi đấy chứ cho ca mấy nơi nè sờ đầu chắc lột mình nơi lột trang là không chảo Vậy sao nó bông? Cha chảo chật cái đà lại vì cả đôi sông phi thì cái nước này hồng đa mà chị tử bọc tỏng thì mình sẽ khai mình tra mình chị thời dừng tới từng ở vào đó ta cái tâm nữa mà fly nó vừa từng ở vào đó anh đi ốc ấy đã rồi ngang nhầm ổn nó ngày rồi chụp mình dịch nó rừng ở toàn bộ bàn còn ấy mình chọn ôi nghe nè mình tới chụp lọ một là mình không ôi nhiều bàn mũi bạn nó tù ở ốc hay đo cái cao miên rồi mà còn đường hồ cam nói gì
ឥឡូវនេះនឹងខ្ញុំបានមកដល់ផ្ទះហើយបន្ទាប់ពីមុតទឹករៀបចំខ្លួនហើយបើកទូទឹកកកយកធុរេនមកញ៉ាំតែម្ដងអត់ទុកយូរទេមើលសាច់ណែពុកម៉ែបងប្អូនអើយទំនងញ៉ាំឬក៏អត់ទំនងមិនទំនងទស្សនាវីដេអូរបស់នាងខ្ញុំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់នាងខ្ញុំសម្រាប់ពុកម៉ែបងប្អូនដែលគាត់ទស្សនា Channel YouTube របស់នាងខ្ញុំសូមជួយ Like Subscribe និង Share ឲ្យនាងខ្ញុំម្នាក់មួយផងអរគុណទុកជាមុនសម្រាប់ការទស្សនាវីដេអូវីដេអូរបស់នាងខ្ញុំចង់ចែករំលែកពីសកម្មភាពរបស់នាងខ្ញុំមិនថាបន្ទាប់ពីចេញពីកន្លែងធ្វើការឬក៏សកម្មភាពនៅផ្ទះទេបើសិនជាបងប្អូនមានបេតនេអាចចូលទស្សនាវីដេអូ Channel របស់នាងខ្ញុំដែលមានឈ្មោះថា Trip and Eat with D កុំភ្លេចជួយ Subscribe ដើម្បីឲ្យនាងខ្ញុំឆាប់គ្រប់គោលការណ៍ YouTube ផងអរគុណទុកជាមុនហើយថ្ងៃនេះផងដែរនាងខ្ញុំមានទុរេនចំនួន1គីឡូខ្ញុំបានទិញពីចំការរបស់លោកពូឈ្មោះពុកសមឿនដែលគាត់មានទីតាំងនៅភូមិបឹងរងឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបងហើយជាក់ស្ដែងទុរេននេះគឺនាងខ្ញុំទិញនៅផ្ទះរបស់គាត់ផ្ទាល់ហើយទុរេននេះមានទម្ងន់1គីឡូសាច់ធំណាស់សំទោសខ្លែបចាខ្លែបធំណាស់ពុកម៉ែបងប្អូនអាចមើលបានខ្ញុំអត់មាន sponsor ពីខាងគាត់ទេគ្រាន់តែថាខ្ញុំជួយចិត្តទិញកន្លែងគាត់ដោយសារតែកន្លែងគាត់គឺជាទុរេនធម្មជាតិហើយមានរសជាតិឆ្ងាញ់ទុរេននេះពីមុនយើងហៅថាម៉ាន់ថនណាម៉ាន់ថងប៉ុន្តែឥឡូវនេះអត់ទេយើងហៅថាគេហៅថាទុរេនសាច់ទឹកដោះគោឬក៏ទុរេនសំឡូតនេះចាអញ្ចឹងសាច់ល្អណាស់នេះបងប្អូននេះខ្លែបវាសាច់ល្អតែម្ដងចាំដាក់រូបបងប្អូនមើលចិត្តអូចាប់ចុះចាប់ឡើងហ្នឹងដោយសារនេះខ្ញុំយកសាច់វាតុនខាងក្នុងអញ្ចឹងវារៀងប៉ះទៅរៀងជ្រៀកតិចនេះសាច់វាចាអូយចង់និយាយថាខ្ញុំទៅសំឡូតថ្ងៃមុនណាគឺខ្ញុំអត់បានញ៉ាំទុរេននៅក្រោមដើមសំឡូតទេដោយសារអីគឺអត់មានទុរេនទុំតែថ្ងៃនេះជាក់ស្ដែងគឺបានញ៉ាំនៅផ្ទះគឺញ៉ាំនៅក្នុងផ្ទះតែម្ដងអូយបងប្អូនអើយទំនងខ្លាំងទំនងខ្លាំងហ្មងខ្ញុំសាកញ៉ាំហើយណាសាកញ៉ាំហើយឆ្ងាញ់ទៅញ៉ាំទៅវាជ្រប់តែម្ដងនេះខ្ញុំទៅដល់ពេលព្រឹកម៉ោង 6 កន្លះគឺខ្ញុំជិះម៉ូតូទៅទិញហ្មងខ្ញុំចេញពីធ្វើការគឺខ្ញុំទៅទិញហ្មងហើយទៅរត់ទិញហ្នឹងអត់មានទុរេនលក់ទៀតទុរេនទុំគឺអត់មានលក់ទៀតនេះទៅដល់រើសបានសល់តែមួយហ្នឹងទេគឺគាត់ចោះប្រហែលជាម្សិលមិញចោះហ្នឹងមើលទៅវាអត់តុតទុំណាតែពេលថ្ងៃនេះទៅដល់ចោះមើលគាត់ថាពុះបានពុះក៏ខ្ញុំយកទៅបដ ாய் ទៅយកអាថ្លឹងសាច់តែម្ដងណាអញ្ចឹងសាច់គាត់លក់1គីឡូ 60000ហើយបើសិនជាអ្នកពុកម៉ែបងប្អូនទៅដល់កន្លែងគាត់ចង់ទិញជាផ្លែក៏គាត់មានលក់ដែរបោះដុំបោះអីក៏គាត់មានលក់ដែរគាត់លក់1គីឡូ 18000តែបើសិនជាអ្នកនរគ្នាទិញច្រើនអីតែលោកគាត់បញ្ចុះតម្លៃឲ្យតាមហ្នឹងអញ្ចឹងណានិយាយថាជាតិទុរេន1គីឡូញ៉ាំម្នាក់ឯងជាតិហ្មងណាហើយមកក្របទូញៀបក្របទុំល្អហើយនិយាយមែនបងប្អូនអរគ្នាបើសិនជាក្របនេះញ៉ាំបានទេមិនញ៉ាំទេព្រោះអីព្រោះតម្លៃវាថ្លៃជួយយើងស្ដាយហ៎មកសាច់ក្រែទឹកដោះគោមែនណាបងប្អូនទិញផ្លែពេលខ្លះបើគាត់អ្នកចេះរើសអត់អីណាដោយនាងខ្ញុំផ្ទាល់គឺនាងខ្ញុំអត់ប្រកែរើសទេអញ្ចឹងពេលដែលទិញត្រូវឲ្យអ្នកលក់ជួយបើឬក៏អាចថាទិញបកសាច់តែម្ដងឆ្ងាញ់និយាយមែនខ្ញុំទិញផ្លែមកនាងខ្ញុំទិញឲ្យបានសាច់ល្អល្មូតចឹងនេះមើលសាច់ល្មូតល្អខ្លាំងហ្មងណាពេលខ្លះទិញបានតែខែតូចនេះខែធំហ្មងណាអរគ្នាខែធំហ្មងខ្ញុំទៅសារអ្នកញ៉ាំមកប្រអប់តែអញអស់ហើយញ៉ាំមិនអស់ហើយ
ខ្ញុំក៏ថតបង្ហាញជូនពុកម៉ែបងប្អូននេះបើតាមទេពិតខ្ញុំញ៉ាំមិនអស់ទេមួយខែនេះនឹងទៅរួចអត់នេះអូយទំនោរខ្លាំងណាស់ញ៉ាំណាពុកម៉ែបងប្អូនអើយញ៉ាំនេះគឺអត់ញ៉ាំបាយទេទៅមកគីឡូនឹងអស់ទេឬក៏អត់ទេនេះអូយមកក្របអូវ៉ាវមកក្របហ៎សាច់សុតហើយនេះក្របអូយទុំអហ្មងអូយអត់បានពាក់សំដៃទេជាស្រ័យផងពុកម៉ែបងប្អូនកពិតថ្លឹងនេះគឺ1គីឡូ1ខាំអញ្ចឹងវាត្រូវអស់ 66,000 ប៉ុន្តែក៏លក់ឲ្យតែ 60,000 អញ្ចឹងទៅយើងរៀងអេមដែរចំណេញបាន1ខាំដែរចឹងណាខ្ញុំកាយញ៉ាំតែញ៉ាំអត់សូវចេះពុះទេត្រេនងាញ់ខ្លាំងញ៉ាំត្រេនមកអៀនអីទៀតញ៉ាំលេងឆ្ងាញ់ហ្មងដូចធ្លាប់ញ៉ាំអីញ៉ាំចឹងហ្មងមុខកាមេរ៉ាក៏នៅតែញ៉ាំចឹងដែរញ៉ាំអូនទំលៀងដៃមួយសិនអូយញ៉ាំអស់មួយខ្លែបធំហើយនេះឃើញមិនឥឡូវនេះខ្ញុំញ៉ាំហើយឥឡូវឲ្យប្អូនខ្ញុំញ៉ាំចង់ដឹងថារសជាតិវាថាឆ្ងាញ់ដូចខ្ញុំញ៉ាំអត់អញ្ចឹងខ្ញុំញ៉ាំអស់មួយខ្លែបហើយឥឡូវនេះឲ្យវាញ៉ាំម្ដងតែឥឡូវស្រឡាញ់មួយណាយកមួយនឹងញ៉ាំដូចយើងញ៉ាំក្រៅកាមេរ៉ាឆ្ងាញ់អត់អានេះមកទិញដល់គាត់ទុកទៅគាត់ទៅយកចាយគាត់ហើយលឿនទៅចាំអូកំប៉ះតុកម៉ែភាសាអត់សាច់ហ្នឹងគេហៅសាច់ទឹកដោះគោវាថាវាអីគេវាទន់ក្នុងរឹងក្រៅអញ្ចឹងយើងហូបទៅវារៀងជប់ខាងក្រៅមែនអត់តែខាងក្នុងវារៀងទន់តែមើលមាត់អ្នកហូបនេះគឺឆ្ងាញ់ណាស់ជុកក្របហ្នឹងមិនហូបទៅក្របហ្នឹងយើងហូបឲ្យអស់តម្លៃលុយជឿតែវាមកអេមីងអានញ៉ាំអត់trời yên ạ trong hùm đóng tiền ăn không được cái tiền thọt đấy hô bớt nè ôi mà xa chứ nhâm ông mình mà đóng mấy rồi thay mà đóng tiết và hai chia trái bài ui mà trong hai từ hai về nhảy nhảy về rịch mà hai xe được học nha anh có tên rồi cái ngày môn được tên màu người ta khai với tụi chi là gì anh được khai thông tên than đi năng lòng chuối anh bảo đi mà bàn hồn nó năng mà lên này cho ai viên hộp đi hộp camera tinh món mà luôn anh lên chờ gần đó hỏi có được bàn không này bàn chụp đi tục ngày mai thì giật đấy không có gì mà bỏ áp cho anh này mà nè pram nè mơ về nè bực khai mà bực chiềng làm tay bực nam nhưng ta mà đón đây cái việc khác tên ba mặc lâu mà anh pin thằng mấy đàn rồi ta mà anh pin rồi ra cho cá những nhà thao nhà thay cái này hay bụng ở trong cào nữa này đều cái này một cặp đồng tàu ta cặp bị anh tình ao thì anh tình ao nó mới cặp tôi cho nên
ai thôi không có đem cho ai bài không á có cơn phục màu một cái nha chụp khi nào bị tạ cái thì bye bye